berarti mình hạt tu theo một tề mỗi cái này vậy vì còn phải như giờ nữa anh ấy ở vì còn mà phải buồn hàm buồn ấy nữa phải chụp lò á cái tha ở cái tầm lệ on cái thiệt mỗi miền mà khi chụp buồn kg tầm lệ từ lơ từ số mùi tại miền thay cầm rái rồi thay cầm rái miền kề không mùi thay cầm rái họ đặt kề đó thay cầm ráiហើយទីកម្ពស់5ម៉ែត្រដូចបង្ហាញក្នុងរូបឃើញណាហើយទីកម្ពស់5ម៉ែត្រដូចរូបតមកគឺថានៅពេលដែលដុំថ្មនោះវាធ្លាក់ហើយដុំនៅពេលដែលដុំអង្គធាតុនេះនៅស្ងៀមវាធ្លាក់ភ្លាមរួចបានប្រវែង25រួចបាន25តមកល្បឿនរបស់វានៅពេលដែលវានៅទីតាំងហើយ15វិញតើយើងត្រូវគួរធ្វើដូចម្ដេចអញ្ចឹងករណីដែលយើងធ្វើលំហាត់ហ្នឹងយើងត្រូវស្គាល់អំពី time pole សិនឥឡូវយើងមើល time pole mechanic យើងបែងចែកចេញជាពីរ time pole ណា time pole mechanic យើងបែងចែកចេញជាពីរគឺtime pole ទីមួយគេហៅ time pole kinetic time pole kinetic យើងដឹងតការស្មើ1លើ2អំវែងក្រែ1លើ2អំវែងក្រែ time pole kinetic ហើយក្រោយមកទៀតគឺ time pole ប៉ូតុងសាលប៉ូតុងសាលយើងបែងចែកវាចេញជាថាមពលប៉ូតុងសាលទំនាញដីគឺមានតាអ៊ុយទេណាអ៊ុយសេស្មើ mc ហាហ្នឹងប៉ូសាលទំនាញដីក្រោយមកទៀតថាមពលប៉ូតុងសាលយឺតនៃរស័រអញ្ចឹងអ៊ុយតាលោកអ៊ុយអាចស្មើ1លើ2អត់ដោយសារខាងខ្ញុំវា slow អញ្ចឹងថាមពលប៉ូតុងសាលយើងមានពីរហ្នឹងមានហើយថាមពលប៉ូតុងសាលយឺតនៃរស័រថាមពលប៉ូតុងសាលនៃទំនាញដីហើយឥឡូវនេះគឺជាថាមពលស៊ីនេតិកអញ្ចឹងអ្វីដែលយើងត្រូវចាំទាំងអស់ហ្នឹងគឺតើថាមពលដែលយើងរាប់មានប៉ុណ្ណឹងហើយមានអីគេខ្លះយើងត្រូវគិតចារណាហើយយើងត្រូវបកស្រាយវាបាទតមកទៀតយើងតាក់ទងជាមួយនឹងការវិភាគទៅលើបាតុភូតការវិភាគលើបាតុភូតតើយើងវិភាគដូចម្ដេចអញ្ចឹងការវិភាគលើបាតុភូតទី1បើយើងគិតចារណាលើវាកន្លែងនេះគឺពេលដែលវាធ្លាក់មកវានៅកម្ពស់ណាមួយវាមានថាមពលប៉ូនសែលអើយអ៊ុយសេអ៊ុយសេអញ្ចឹងណាអ៊ុយសេគឺវាស្មើនឹង mc ហាអាហ្នឹងវាធ្លាក់ពីកម្ពស់5ម៉ែត្រចាអា5ម៉ែត្រហ្នឹងបើសិនជាយើងគិតពិចារណាទៅគឺវាមានអ៊ុយសេមុនមកថាមពលដើមវាមានតែថាមពលស៊ីនេតិកឯងសុទ្ធទៅថាមពលប៉ូនសែលឯងអ៊ុយស្មើ mc ហានៅពេលនោះវាបានធ្លាក់ទៅលើរស័រហ្នឹងធ្វើឲ្យរស័រហ្នឹងបណ្ណែនចុះក្រោមបានប្រវែង25សង់ទីម៉ែត្រជាងបានថាមពលបណ្ណែន25វារួញហើយអង្គធាតុនោះនៅស្ងៀមភ្លាមរស័ររួញបានប្រវែងប៉ុណ្នេះធ្លាក់នៅលើនោះវាភ្លាមហើយរួញបានប្រវែង25អានោះបើសិនជាករណីវារួញគឺ25ក្រោយមកទៀតវាចាប់ដើមលូតឡើងលើវិញវាលែងរួញដល់25ហើយវារួញត្រឹម15វិញតើបើពេលវារួញដល់15តើយើងគួរធ្វើមិនខ្លះចឹងនៅពេលដែលថាមពលស្រាច់វាមានទី1ថាមពលតកតងជាមួយនឹងថាមពលស៊ីនេតិកគឺល្បឿនហើយថាមពលមួយទៀតគឺជាថាមពលរួញនៃរស័រចាឥឡូវដំបូងឡើយយើងចាប់ដើមសរសេរច្បាប់រក្សានិងបំលែងថាមពលសិនទៅយើងអាចធ្វើវាបានបាទឥឡូវយើងមើលតថាតាមបាបរក្សានិងបំលែងថាមពលមេកានិកចឹងមានន័យថាអូសូមមិនម្លាយតាមច្បាប់រក្សាថាមពលមេកានិក
ខ្ញុំច្រឡំប្រើតាមអគ្គិសនីព្រោះប្រើអគ្គិសនីយូរវាចំបន្លែងចឹងមានន័យថាពលមេកានិកដើម ME ចឹងណាស្មើនឹង EMF EMF តែថាមពលមេកានិកដើម EME EME ស្មើនឹងថាមពលមេកានិកដើមយើងមិនបាច់រៀបរាប់ច្រើនទេយើងគ្រាន់តែដាក់ថាពលមេកានិកដើមគឺស្មើនឹង MCH ស្មើនឹង MCH ព្រោះថាមពលមេកានិកដើមគឺជាថាមពលមេកានិកដែលវាធ្លាក់ដែលអង្គធាតុនឹងធ្លាក់គឺ MCH តមកថាមពលមេកានិកមួយទៀតថាមពលមេកានិកស្រេចថាមពលមេកានិកស្រេចថាមថាមពលមេកានិកស្រេចយើងតាំង EMF EMF ស្មើនឹងថាមពលមេកានិកស្រេចគឺវាកើតឡើងពីថាមពលស៊ីនេតិកហើយនិងថាមពលប៉ូតុងសាបឥឡូវយើងមើលដល់ថាមពលស៊ីនេតិកសិនយើងដាក់ថា1លើ2 kx ការ៉េអានេះថាមពលប៉ូតុងសាបបូកឲ្យថាមពលមួយទៀតគេហៅថាមពលស៊ីនេតិកអញ្ចឹងថាមពលស៊ីនេតិកអឺបាទហើយថាមពលស៊ីនេតិកអឺបើយើងគិតវាអឺទីមួយជំទោសអានេះបូកឲ្យថាមពលមួយទៀតគឺតកតងជាមួយនឹងថាមពលប៉ូតុងសាបមួយទៀតជុំគឺផ្នែកចុងក្រាំងហើយបើយើងនិយាយពីបាតុភូតវាតាមធានម្ដងទៀតសិនមកហើយនេះអានេះទម្លាក់ពីលើ5ម៉ែត្រហ្នឹងមានន័យថាចម្ងាយប្រវែងនេះ5ម៉ែត្រហើយពេលនោះវាធ្លាក់មកដល់នេះធ្វើឲ្យរសហ្នឹងរួញជាងមុនបន្តិចហ្នឹងបានចម្ងាយ x ចម្ងាយ x ដែលយើងត្រូវប្រើហ្នឹងគឺ x យក x 15ចុះសួរថា x 25នេះប្រើអត់ x 25នេះគឺគ្រាន់តែគេប្រាប់ទេយើងអត់ប្រើវាឡើយគ្រាន់តែគេប្រាប់ក្នុងវិធានណាចានេះអត់ប្រើទេគេប្រើករណី x ស្មើប៉ុណ្នេះចឹងទៅពេលនោះយើងធៀបនឹងទីតាំងហើយដើមហាយើងហ្នឹងគឺស្មើនឹងប្រវែង5ម៉ែត្រហ្នឹងបូកនឹង x ដែលវាផ្លាត់ទីចូលហើយឥឡូវចូលតទៅនឹងថាមពលនេះម្ដងថាមពលពងសា1លើ2 kx ការ៉េហើយនឹងមួយទៀតតកតងជាមួយនឹងថាមពលស៊ីនេតិក1លើ2 mv ការ៉េអូចូលសធំ mv ការ៉េថាមពលយើងមានប៉ុណ្ណឹងហើយចឹងយើងដាក់ថានោះយើងបានហើយអានេះគឺ MCH យើងដាក់ថា MCH ស្មើនឹង CH ស្មើនឹង1លើ2 kx ការ៉េបូកឲ្យ1លើ2 mv ការ៉េហើយគោលដៅធំបំផុតរបស់យើងគឺយើងចង់បានល្បឿនចង់បានវេអញ្ចឹងណាយើងចង់បានវេយើងបោះអានេះទៅខាងទៀតសិនទៅហើយចាំយើងកណនាវាអញ្ចឹងឥឡូវយើងដាក់ថាឬក៏អានេះយើងបានអានេះម្ដុំនេះគឺបូកបានទៀតដកមកឬក៏យើងចែកវានឹង2ទៅបាន0.5ហើយក៏បានដែរឬក៏តម្រូវភាពបែងវានឹង2លុបចេញទៅនេះបើលុបភាពបែង2ចេញទៅបាន2 CH M CH ដកឲ្យបើនេះបូកបានទៀតបានដក kx ការ៉េស្មើនឹង m v ការ៉េហេតុអីបានយើងបានបែបហ្នឹងព្រោះអីយើងតម្រូវភាពបែងរួមវាលេខ2ចឹងអានេះដាក់2មុខចេញដល់មក2ដូចគ្នាភាពបែងរួមយើងត្រូវលុបចោលហើយក្នុងគណិតវិទ្យាហើយតទៅទៀតយើងតទៅនឹងរកល្បឿនវេហើយមកទៀតយើងរកល្បឿនវេយើងដាក់ថានាំឲ្យវេស្មើនាំឲ្យវេស្មើឲ្យឬនៃព្រោះវេអានេះដល់ពាក់ឬហើយណាអានេះបានថាផចែកព្រោះនេះគុណមកទៀតនឹងចែក m អានេះគឺ2 mch ដក kx ការ៉េបាទមកគ្នាយើងអានេះខ្ញុំនិយាយរូបមន្តហ្នឹងសិនហើយ
ខ្ញុំនិយាយដល់ត្រឹមនេះហើយតើមានជាសំណួរអីអាចសួរមកតើតើថាពណ៌ស៊ីនតិចដល់និងថាពណ៌ស៊ីនតិចស្រេចនេះចឹងយើងបន្តទៀតអាហារដែលខ្ញុំគិតនេះហាធៀបនឹងទីតាំងដែលវានៅនឹងចេះមានន័យថានៅពេលដែលលសនៅពេលនេះធ្លាក់ដល់លសវាដល់ហើយនេះវាមានលំនឹងកន្លែងណាឬក៏ហាតើតើនឹងប្រវែង x នេះហានេះយើងគិតចឹងពីនេះទៅមកដល់ x ចឹងកន្លែង1លើ2 m ការនេះគឺនេះគឺស្មើ1លើ2ការ x ការ៉េជាថាមពលប៉ូតុងសែលនៃរស័រហើយនឹងថាមពលស៊ីតិចនៃដូម៉ា1លើ2 m v ការ៉េហើយដល់ពេលយើងទាញទាំងពីរស្មើគ្នាហើយយើងរកពីបាយបានបែបហ្នឹងតែមកយើងប្រើបំរាមមកដោយm m ស្មើនឹងហើយបញ្ជាក់មួយទៀតណាដំណោះស្រាយខ្ញុំនេះពេលដែលបងអូនមើលទៅលើអត្រាកំណែទូទាំងប្រទេសអាចនឹងខុសគ្នាតែចម្លើយដូចគ្នាទេអាចខុសគ្នាតែចម្លើយដូចគ្នាអញ្ចឹងទេយក10ម៉ែត្រក្នុងវិ10ម៉ែត្រក្នុងវិទីក្រេហើយតកតងជាមួយនឹងការថេរកម្រាញ3955មីតុនក្នុង1ម៉ែត្រហើយហាx នេះ x គេចង់និយាយពីអាទីតាំង15សង់ទីម៉ែត្រនេះអាទីតាំង25នេះអត់ប្រើទេព្រោះអីវាគេតែគេបញ្ជាក់ហ្នឹងអញ្ចឹងយើងត្រូវអា15អញ្ចឹង x ស្មើ15សង់ទីម៉ែត្រ x ស្មើនឹង15សង់ទីម៉ែត្រឬក៏ស្មើនឹង0.15ម៉ែត្រហើយហាស្មើនឹង5.0ម៉ែត្រគេ5.0ម៉ែត្រឬ5ម៉ែត្រទេ5.0ម៉ែត្របូក x បូក x ចឹងស្មើនឹង5បូកឲ្យ0.15ស្មើ5.15ម៉ែត្រហ្នឹងតើតើនឹង x របស់យើងបែបហ្នឹងបាទហើយបាទបានបែបហ្នឹងហើយយើងដាក់ថានាំឲ្យគេបានv ស្មើនឹងឬនៃ2គុណនឹង m យើងគឺ2.4 2គុណនឹង2.4គុណនឹង c 10គុណនឹងហាយើងគឺ5.15ដល់ឲ្យការយើងគឺ3955ចែកជាមួយនឹង m យើងគឺ2.4 2.4ស្មើនឹងអញ្ចឹងអានេះបើយើងប្រើកាសូឥឡូវយើងប្រើកាសូចឹងសំទោសអានេះការ x ការ៉េគុណនឹង x ទៀតគុណ x យើងគឺ0.15លើជាការ៉េបាទទីយើងប្រើកាសូសិនចានេះចឹងកាសូយើងត្រូវដាក់វងចោតចុះបើវងចោតមួយសិនមកគឺអានេះ2គុណអានេះទៅបាន4.848យក48គុណនឹង5.15ដល់ឲ្យ3955គុណនឹង0.15គុណ0.15បិទវងចោតមកវិញចែកនឹង2.4 4ហើយបិទវងចោតស្មើប៉ុណ្ណឹងហើយចេញពីឬទៅគឺឃើញ8.82 8.12ម៉ែត្រក្នុងវិនាទីអាហ្នឹងគឺជាល្បឿនរបស់ដុំម៉ាស់នៅខណៈហ្នឹងវិធីសាស្ត្រខ្ញុំគឺធ្វើខុសរបស់គេហើយព្រោះហាដែលខ្ញុំយកនេះគឺហាតាក់ទងជាមួយនឹងធៀបនឹងទីតាំងដែលយើងចង់បានហានេះហើយខ្ញុំចង់បានអញ្ចឹងយើងខុសគេទីកន្លែងហ្នឹង